ឥឡូវនេះខ្ញុំពឹងអង្គុយឆ្ងល់បងប្អូនអង្គុយឆ្ងល់ថាអាចចន្លេនហ្នឹងឥឡូវគេអាមួយទៀតគេឈរឆ្នោតឈរឈ្មោះហើយគេនិយាយថាប្រសិនបើគេជាប់ឆ្នោតគេនឹងទិញនុយក្លេអ៊ែរ10គ្រាប់ទុកនៅផ្ទះគេនឹងឯងសួរថាអាមេរិកចិនណាម៉ាឡេឡាវមីយ៉ាន់ម៉ាវៀតណាមសួរថាគេឲ្យអ្នកឯងទិញយកមកទុកចឹងបានទេទិញបានអត់មានច្បាប់ណាទិញបានអត់ពាក្យថានុយក្លេអ៊ែរមួយអ្នកឯងគ្មានសិទ្ធិដើរទិញយកមកដើមមកទុកប្រើប្រាស់តែពីទៅទេជាពិសេសជន់លេនកំពុងតែរុករៀនគេគ្រប់គ្នាអញ្ចឹងគេមិនអោយអ្នកឯងទេគ្មានច្បាប់ឯណាមកលក់ឲ្យអ្នកឯងទេវាគ្មានទេមុននឹងនិយាយប្រើអានេះប្រើអានេះប្រើអានេះមុននឹងនិយាយចេញមកប្រើអានេះស្មានតែអាមេរិកហ្នឹងឲ្យអ្នកឯងទិញតាមអំពើចិត្តតែប្រទេសតែផ្ដាស់អញ្ចឹងហីណ៎មើលរងសិនមិនតាន់ទាំងទិញផងគ្រាន់តែចាប់ផ្ដើមផលិតអាមេរិកដាក់ក្ដុងហើយអ្នកឯងមហាមាត់អីគេទិញ10គ្រាប់ទុកការពារប្រទេសហើយពេលដែលប្រើនុយក្លេអ៊ែរហ្នឹងសួរថាពេលដែលឯងប្រើជុំវិញហ្នឹងម៉ានប្រទេសអ្នកឯងហ្នឹងរួចខ្លួនម៉ានរួចខ្លួនមែនភាពផ្សាយភាយនៃនុយក្លេអ៊ែរមកជុំវិញហ្នឹងគឺទាំងអស់ម៉ានឯងហ្នឹងសល់មែនចេះតែមានហ្មងចេះតែរនឹកឃើញចេះតែនិយាយចេញមកឲ្យរួចពីមាត់ណាទិញនុយក្លេអ៊ែរ10គ្រាប់ទុកការពារប្រទេសស្មានអាប្រទេសធំមហាអំណាចធំឲ្យអ្នកឯងនឹងដើរទិញដើរទុកប្រើប្រាស់តែពីតែផ្ទះតែផ្ដាស់ណា F16 មិនតាន់រួចខ្លួនផងត្រៀមចាំតែសងគេទៅណាមិនតាន់រួចខ្លួនទេណាកុំថារួចខ្លួនអា F16 ចូលមកតម្លាក់តែពីតែផ្ទះតែផ្ដាស់ហ្នឹងណាមិនតាន់សងគេទេមិនតាន់រួចខ្លួនទេត្រៀមចាំជួបគ្នានៅច្បាប់អន្តរជាតិទៅជួបគ្នានៅឆាកអន្តរជាតិណាមិនតន់សងគេទេត្រៀមខ្លួនទៅសង្ស័យតែមកប្រទេសអ្នកឯងហ្នឹងសងប្រទេសគេហ្នឹងមិនរួចផងណាហើយត្រៀមវាន់កឲ្យហើយទៅស្អីគេចេញមកស្អីក្រងទិញឲ្យតែគេជាប់គេនឹងទិញនុយក្លេអ៊ែរ10គ្រាប់យកមកទុកការពារប្រទេសហើយកោតតែនិយាយហាមាត់ទៅរួចប្រទេសគេចិត្តខាងហ្នឹងគេទុកឲ្យអ្នកឯងទិញតាមអំពើចិត្តចឹងហីណាគេទុកឲ្យតាមអំពើចិត្តចឹងហីមុននឹងនិយាយប្រើនេះឲ្យអស់សិនចាំនិយាយហើយសិក្សាពីក្រៅប្រទេសនៅលើពិភពលោកមហាអំណាចពិភពលោកឲ្យច្បាស់សិនចាំអ្នកឯងនិយាយអាមេរិកគេកំពុងតែលុបបំបាត់រឿងបញ្ហាសង្គ្រាមនៅលើពិភពលោកស្អីគេឯងមកស្អីណាឲ្យតែជាប់គេនឹងទិញនុយក្លេអ៊ែរ10គ្រាប់យកមកទុកហើយដឹកតាមណាស្មានអាមេរិកនឹងឲ្យឯងនឹងធ្វើតាមអំពើចិត្តអីអាចចន្លេនហើយ